គាត់ចាគាត់ថ្មៃចិត្តពេលជាផ្សេងពេលថ្មីជំនាន់ក្រោយចង់ដឹងចង់លឺរឿងអារឿងវិស័យភាពយន្តហ្នឹងហើយជាផ្សេងក្មេងស្រីគាត់ចង់ឲ្យមនុស្សស្រីដូចជនជាតិគេយ៉ាងពូធ្វើអីមួយនៅថាមកចត់ហើយច្បាស់លាស់ដូចថាឈូសស្អាតជ្រើរើសយកអាវិស័យហ្នឹងគាត់នឹងស្រីនឹងមកយកហ្នឹងគាត់ចង់ឃើញចឹងហើយគាត់ចង់ឃើញយើងហ្នឹងមានអាមហិច្ឆតាគឺថាឥឡូវយើងធ្វើអានេះហេប៉ុន្តែអីដែលយើងចង់បានវាលើសហ្នឹងអាហ្នឹងគាត់ជួយបរៀនពីក្រោមទៅរហូតគាត់ចង់ឲ្យមានអាចក្ខុវិស័យហ្នឹងកាអើយនេះគាត់កំពុងកាន់តែមកជួយបរៀនគាត់ជួយពីក្រោមទៀតចង់និយាយថាគាត់ជំរុញថាលោកដែលប្រឹងយ៉ាងមិនប្រឹងគឺគាត់មិនជំរុញនេះគាត់ថតដែរចេះលេងអត់ចេះស្ងាត់មកតែអាយពូហូបគាត់អាយគាត់តាំងពីមិនទាន់ដែរនៅបុកទីបុកឡើងចាមើលភ្លេងថ្ងៃទីគាត់និយាយយកមកវាពីលែពីលែដល់ថ្ងៃគាត់ចាប់ដើមគាត់មុនគាត់នៅក្នុងស្រុកដល់ពេលចាប់ដើមគាត់នឹកឃើញ